ផ្លាស្ទិកកៅស៊ូគឺមានមេរោគមិនគួរណាយកមកចោលផ្ដេសផ្ដាស់ចោលពេញពីវាលចោលគ្រប់កន្លែងមិនចេះកាត់ក្រែងចិត្តអ្នកណាអោមិត្តគ្រប់ប្រានត្រូវជៀសឲ្យបានការចោលផ្ដេសផ្ដាស់ពីព្រោះសម្រាមគ្រោះថ្នាក់ខ្លាំងណាស់ត្រូវរៀនទុកដាក់គុំធ្វេសប្រហែសតើពិតមែនទេអង្គវេទិកាទាំងមូលជាទីគោរពជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមគោរពដល់គណៈអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់និងឧត្តមឧត្តមសូមគោរពទៅដល់គណៈកម្មការជាទីគោរពដ៏ខ្ពង់ខ្ពស់និងសូមគោរពទៅដល់អង្គវេទិកាទាំងមូលនិងសូមសួស្តីទៅកាន់មិត្តលោកពូអ្នកមីងអ្នកណាព្យាបាលសិស្សដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់និងជាទីរាប់អានខ្ញុំបាទឈ្មោះថាធឿនធានិងនៅថ្នាក់ទី4ខនៅសាលា Mickey Way Grand Beacon 1ថ្ងៃនេះខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានឡើងមកឈរលើឆាកដ៏អស្ចារ្យមួយនេះខ្ញុំបាទនឹងឡើងមកបកស្រាយនៅពាក្យមួយឃ្លាដែលបានលើកឡើងថាផលប៉ះពាល់នៃការចោលសម្រាមពេលវេពីកាលតើប្រធានបទខាងលើនេះមានអត្ថន័យយ៉ាងដូចម្ដេចទៅអង្គវេទិកាទាំងមូលជាទីគោរពយ៉ាងណាមិញដើម្បីជាស្ពានឈានទៅដល់ការបកស្រាយនៅប្រធានបទខាងលើឲ្យកាន់តែមានន័យនៅឲ្យកាន់តែមានភាពស៊ីជម្រៅអនុញ្ញាតឲ្យរូបខ្ញុំបានបញ្យល់នៅពាក្យកន្លឹះចំនួន3ចំនួនសិនបើគេយ៉ាងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតគេបានអនុញ្ញាតន័យទៅលើពាក្យថាផលប៉ះពាល់មានន័យថាគឺជាទង្វើឬក៏គឺជាសកម្មភាពរីឯពាក្យថាសម្រាមមានន័យថាគឺជាការសំណល់ដែលបានបញ្ចេញមកពីផ្ទះបាយឬក៏កំទេចទូចៗដែលបានបញ្ចេញមកពីកន្លែងផ្សេងៗរីឯពាក្យថាពាវិពីការមានន័យថាគឺជាទីវាលជាទីកន្លែងដែលស្រឡះក្រោយពីបានបកស្រាយនៅពាក្យកន្លឹះខាងលើមួយចំនួនរួចមកនឹងបានថាហានិភ័យនិងគ្រោះមហន្តរាយនៃការចោលសម្រាមពេលវាលវាគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើមនុស្សគ្រប់រូបយើងមិនចេះគ្រប់គ្រងនិងមិនចេះទុកដាក់ជាការប៉ុណ្ណាបើមនុស្សគ្រប់រូបយើងមិនបានគ្រប់គ្រងសម្រាមខ្លួនឯងបានល្អនោះទេវាក៏ដូចជាបង្ហាញនៅគ្រោះមហន្តរាយនិងហានិភ័យធំមកកាន់មនុស្សអញ្ចឹងក៏ប៉ុន្តែបើមនុស្សគ្រប់រូបយើងគ្រប់គ្រងសម្រាមខ្លួនឯងបានល្អទៅវិញនោះវាដូចជាថ្នាំទិព្វដែលមនុស្សខ្វះមិនបានអញ្ចឹងសម្រាមមានច្រើនប្រភេទណាស់ហើយគេបានចែកជាពីរសម្រាមដែលអាចកែច្នៃបាននិងសម្រាមដែលមិនអាចកែច្នៃបានសម្រាមដែលអាចកែច្នៃបានមានដូចជាដបទឹកសុទ្ធនិងថង់ប្លាស្ទិកជាការប៉ុណ្ណាបើមនុស្សគ្រប់រូបយើងមិនបានគ្រប់គ្រងសម្រាមខ្លួនឯងបានល្អនាពេលខាងមុខនោះទេខ្ញុំបាទសូមលើកយកតលហិកចំនួន3មកបង្ហាញដែលក្នុងនោះតលហិកទី1និងតលហិកទី2មានចំណុច2សំខាន់ចំណែកតលហិកទី3មានចំណុច3សំខាន់ផងដែរតលហិកទី1ចំណុចទី1ផលប៉ះពាល់ទៅដល់បរិស្ថាននិងសោភ័ណភាពត្រូវតែមានភាពស្រស់ស្អាតនៃទីក្រុងទីកន្លែងទីសាធារណៈបែបប្រែក្លាយទៅជាបាត់បង់នៅពេលដែលមានភ្លៀងធ្លាក់មកធ្វើឲ្យមានការស្ទះប្រព័ន្ធនោះមានការកង្វះប្រភពទឹកដូចជាសមុទ្រស្ទឹងបឹងជាដើមតលហិកទី2ចំណុចទី1ផលប៉ះពាល់ទៅដល់សុខភាពបើមនុស្សគ្រប់រូបយើងមិនបានគ្រប់គ្រងសម្រាមខ្លួនឯងបានល្អនោះទេវាក៏ដូចជាបង្ហាញនៅគ្រោះមហន្តរាយនិងហានិភ័យធំមកកាន់មនុស្សលោកយ៉ាងអញ្ចឹងហើយវាអាចបង្កខ្លាចទៅជាជំងឺដូចជាអាសន្នរោគពិការភាពរាគរូសជាដើមតលហិកទី3ចំណុចទី1មូលហេតុនៃការចោលសម្រាមពីវាពីកាលមូលហេតុនៃការចោលសម្រាមពីវាពីកាលពីព្រោះថាពួកគេកង្វះនៅចំណេះដឹងមិនទាន់ទទួលបាននៅចំណេះដឹងមិនទាន់ទទួលបានការអប់រំពីខាងសំណាក់អ្នកគ្រប់គ្រងតាមតំបន់ពួកគេមិនបានបែងចែកសម្រាប់ត្រឹមត្រូវដែលសម្រាប់មាន2ប្រភេទដែលសម្រាប់ដែលអាចកែច្នៃបាននិងសម្រាប់ដែលមិនអាចកែច្នៃបានពួកគេកង្វះនៅធុងសម្រាមមិនមាននៅធុងសម្រាមនៅកន្លែងទីសាធារណៈមួយចំនួនមិនទាន់គ្រប់គ្រាន់សរុបសេចក្តីមកប្រធានបទខាងលើគេចង់ឲ្យអ្នកសិក្សាបានយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាដែលបានកើតឡើងប្រសិនបើមិនមានការទប់ស្កាត់និងមិនមានការការពារទេប្រទេសជាតិក៏ដូចជាពិភពលោករបស់យ៉ាងនេះក៏ជួបតែគ្រោះថ្នាក់ចាក់ជាបំខានក្រុមនាងខ្ញុំបាទជាសិស្សនៅសាលា Mickey Way Grand Beacon 1រូបខ្ញុំបាទសូមសន្យាយ៉ាងមុតមថានឹងខិតខំចូលរួមការពារនិងធ្វើជាតំពាំងស្នងរស័យមិនចោលសម្រាប់ពីវានិងពីវាពីការនោះទេនៅពេលនេះបងបង្ហាញរបស់ខ្ញុំបាទក៏ឈានចង់ទៅដល់ទីបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណទៅដល់គណៈកម្មការគណៈអធិបតីលោកគ្រូអ្នកគ្រូនិងមិត្តសិស្សនិស្សិតឲ្យជួបប្រទេសតែពុទ្ធិពលទាំង4ប្រការនោះគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លាតខ្លាយខ្ញុំបាទសូមថ្លែងអំណរគុណនិងសូមអរគុណ